ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដែលព្យុះ snow នៅខាងរដ្ឋខ្ញុំណាហើយនិយាយទៅថ្ងៃនេះគឺធ្លាក់ខ្លាំងមែនតើធ្លាក់តាំងពីថ្ងៃអាទិត្យរហូតដល់ថ្ងៃច័ន្ទហើយអត់ដឹងថាកម្ពស់ប្រហែលអ៊ីងទេប្រហែលម៉ែត្រទេគឺអត់ដឹងទេហើយសំខាន់គឺខ្ញុំមានមីមកកំប៉ុងនិយាយទៅញ៉ាំក្នុងផ្ទះអត់ឆ្ងាញ់ទេមិនញ៉ាំក្រៅផ្ទះបានឆ្ងាញ់វាទៅចង់បដូរបរិយាកាសញ៉ាំក្នុងផ្ទះដែរពេកស្នូធ្លាក់ខ្លាំងបងប្អូនឃើញអង្សរសភៅថ្ងៃនេះគឺខាងរដ្ឋខាង state គេ alert ដែរថាព្យុះ snow អីចឹងណាអញ្ចឹងយើងអត់ដឹងថាដើរទៅណាឬក៏ទៅធ្វើអីទេមានតែនៅផ្ទះញ៉ាំមីនឹងហើយគឺជាម្ហូបដែលឆ្ងាញ់ជាងគេ